ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំមានឈ្មោះថាតាំងសុភីដែលថ្ងៃនេះនាងខ្ញុំនឹងសង្ខេបមេរៀនមួយដែលតាក់ទងពីproduct ផលិតផលដែលការសង្ខេបនេះគឺតាមរយៈការគូសនៅ word tree មួយដើម្បីងាយស្រួលក្នុងការយល់និងឲ្យបានច្បាស់លាស់ជាដំបូងគឺយើងត្រូវយល់អំពី definition របស់ product គឺជាទំនិញសេវាឬក៏ item that can be offered to a market សម្រាប់ satisfy need and want បន្ទាប់មកគឺយើងត្រូវដឹងពី type of product គឺមានពីរគឺ industrial or business product ដែលជាផលិតផលដែលសម្រាប់ processing or ប្រើក្នុងអាជីវកម្មឬជាវត្ថុធាតុដើមដែល industrial product ឬក៏ business product ហ្នឹងគឺមាន3ប្រភេទទៀតគឺមាន material and part capital and raw material ឯ consumer product សំដៅទៅលើផលិតផលសម្រាប់ដែលជាផលិតផលដែលយើងទិញហើយគឺអាចប្រើប្រាស់បានតែម្ដងដែលចែកចេញជា4ប្រភេទទៀតគឺ convenient product ដែលជាទំនិញដែលអត់ថ្លៃហើយយើងឧស្សាហ៍ទិញឧទាហរណ៍ដូច10ទឹកសុទ្ធនំអីជាដើម shopping product គឺសំដៅទៅលើទំនិញដែលយើងអត់សូវទិញរៀងថ្លៃហើយយើង research មុននឹងទិញឧទាហរណ៍ដូចគ្រឿងអេឡិចត្រូនិកទូរស័ព្ទដៃទូរទស្សន៍អីជាដើមឯ specialty product គឺជាសំដៅទៅលើទំនិញដែលថ្លៃហើយវា unique ឧទាហរណ៍ដូចឡានផ្ទះបើ unsold product វិញគឺជាទំនិញដែល consumer គាត់អត់ដឹងឬក៏អត់គិតថានឹងទិញរបស់ហ្នឹងបន្ទាប់មកគឺយើងនិយាយអំពី product line គឺជា a group of closely related product that can be considered unique because of marketing technical or end user consideration ឧទាហរណ៍ដូច Nike ស្បែកជើងរបស់ Nike or សម្លៀកបំពាក់អីជាដើមឯ product mix វិញគឺជា the total group of product offered by a firm ឬក៏គឺជា product line ទាំងអស់របស់ក្រុមហ៊ុនណាមួយឧទាហរណ៍ដូច Nike អញ្ចឹងគឺមានទាំងស្បែកជើងបូកជាមួយនឹងសម្លៀកបំពាក់បូកជាមួយនឹងequipment និង digital ទាំងអស់ហ្នឹងបូកចូលគ្នាវាជា product mix របស់ Nike ឯចំណុចបន្ទាប់គឺយើងនិយាយអំពី product life cycle ដែលជាវដ្តជីវិតរបស់ផលិតផលដែលជាដំបូងគឺចាប់ផ្ដើមពី introduction សិនហើយទៅមកចូលទៅដល់ growth ហើយ maturity ហើយទៅមកដល់ decline គឺការធ្លាក់ចុះនឹងឯងក៏ប៉ុន្តែមិនមែនថាផលិតផលទាំងអស់សុទ្ធតែមានproduct life cycle នឹងដូចគ្នាទេទំនិញខ្លះគឺមានតែ introduction ហើយវាអត់រីកចម្រើនទៅមុខវាអាចនឹង decline តែម្ដងគឺវាធ្លាក់ចុះតែម្ដងចំណុចបន្ទាប់គឺយើងនិយាយអំពី step in the development of new product ដែលមានទាំងអស់គឺ7 step នេះដែលទី1យើងត្រូវតែsearch ដើម្បីរកនៅផលិតផលថ្មីហើយបន្ទាប់មកគឺ primary evolution ហើយតមកគឺយើងវិភាគទៅលើ income និង cost ហើយគឺយើង development and testing ទីបន្ទាប់មកគឺយើងតេស្តទៅលើទីផ្សារហើយយើង interaction ហើយតមកជាចុងក្រោយគឺយើងវាតម្លៃទាំងអស់ហ្នឹងចំណុចបន្ទាប់គឺយើងនិយាយអំពី branding គឺ refer to a decision about product name ដែលរួមមាន brands ដែលជាម៉ាកយីហោឈ្មោះសញ្ញាដែលកំណត់អត្តសញ្ញាណផលិតផលឧទាហរណ៍ដូច Nike Louis Vuitton ឯ brand name គឺជាឈ្មោះម៉ាកដែលជាផ្នែកមួយនៃ brand mark គឺជាសញ្ញាម៉ាកឧទាហរណ៍ដូចផ្កាយរបស់ brand Louis Vuitton អញ្ចឹងផ្ការបស់ brand Louis Vuitton បើ trademark វិញគឺជាពាណិជ្ជសញ្ញាដែលជាការការពារផ្លូវច្បាប់នៃម៉ាកដើម្បីការពារកុំឲ្យអ្នកដទៃប្រើប្រាស់ដោយគ្មានការអនុញ្ញាតដូចជាសញ្ញាពីរនេះជាដើម
បន្ទាប់មកគឺយើងចូលទៅដល់ packaging គឺវា include ទាំង designing ការផលិតនៅ container សម្រាប់ product យើងគឺការ workshop ហ្នឹងឯងហើយការ workshop ហ្នឹងគឺដើម្បីនៅ safe សុវត្ថិភាព identify the product ជាមួយនឹងតាក់ទាញនឹងអតិថិជនហើយ packaging ហ្នឹងទាំងអស់គឺមាន3ប្រភេទនេះគឺមាន reusable multiple packaging ជាមួយនឹង disposable ដែលគឺចាក់អាចចោលបានចំណុចបន្ទាប់គឺយើងចូលទៅដល់ labeling គឺជាការដាក់ស្លាកគឺជាការបង្ហាញនៅimportant information ទៅលើនៅលើកាក់ product packaging ហ្នឹងហើយគោលការណ៍ណែនាំឬក៏ guideline for labeling គឺមានទាំងអស់4ទី1គឺ identify the product or brand guide the quality of product describe several things about product ជាមួយនឹង actively promote the product គឺដោយដាក់នៅស្លាក limited edition ដើម្បីជំរុញដល់ការទិញក៏ដូចជាសំខាន់គឺ identify the product or brand ឧទាហរណ៍នៅលើអាវយើងហ្នឹងមានឈ្មោះ brand យើងនិងទំហំនេះជាដើមចំណុចបន្ទាប់គឺយើងនិយាយអំពី dimension of product quality ដែលមានទាំងអស់គឺ8 performance feature reliability durability conformance service ability aesthetic ជាមួយនឹង perceived quality ចំណុចចុងក្រោយគេយើងនិយាយអំពី dimension of service quality ដែលជាសំខាន់មែនតើសម្រាប់អាជីវកម្មនីមួយៗដើម្បីធានាបាននៅ service quality នេះទៅដល់អតិថិជនដែលទាំងអស់គឺមាន5ចំណុចគឺ reliability assurance tangible empathy ជាមួយនឹង responsiveness ដូច្នេះការសង្ខេបនៅមេរៀននេះដែលតកតងអំពី product គឺមានតែប៉ុណ្ណឹងទេអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ការបកស្រាយរបស់នាងខ្ញុំចាសូមអរគុណ Thank you